លុយសំខ្ញុំទាំងប៉ុន្មានគឺត្រូវមកអស់ធំអូនមួយនេះគឺជាកាមេរ៉ា Sony ZV-E10 គឺជាកាមេរ៉ា vlog នៅក្នុងក្តីសម័យរបស់ខ្ញុំហ្មងហើយក៏ជាកាមេរ៉ាទី1របស់ខ្ញុំដែរខ្ញុំសំលុយទិញយូរហើយឥឡូវគឺ finally ខ្ញុំទទួលបានវាហើយខ្ញុំឃើញគេ review គេថានេះគឺជាកាមេរ៉ាមួយដែលល្អសម្រាប់ vlog ថត 4K ហើយថតមកមានមុខ smooth ថត vlog វាស្រួលវាស្រាលវាទូចវាអីអញ្ចឹងណាគេប្រម៉ូទទីទៅគឺលយទាំងអស់ហ្មងអញ្ចឹងខ្ញុំថ្ងៃនេះគឺខ្ញុំបានយកមកតេស្តតែមិនខ្ញុំទិញវាបាន2ថ្ងៃហើយខ្ញុំក៏បានប្រើបានប្រហែលថ្ងៃដែរហើយថ្ងៃនេះខ្ញុំចង់មកចែកម្លែកពីចំណាប់អារម្មណ៍ខ្ញុំផ្ទាល់ជាមួយនឹងកាមេរ៉ាមួយនេះដែរគឺ Sony ZV-E10 ថាតើពេលខ្ញុំទិញហើយខ្ញុំស្ដាយក្រោយអត់អញ្ចឹងចូលទៅមើលទាំងអស់គ្នាក្តីស្ម័យរបស់ខ្ញុំគឺតែចង់បានកាមេរ៉ាមួយគ្រឿងសម្រាប់យកមកថត vlog ថតអីអញ្ចឹងដើម្បីឲ្យវាមើលមក professional អីអញ្ចឹងណាខ្ញុំតែចង់បង្កើត YouTube video អញ្ចឹងប៉ុន្តែគាត់ថាអត់សូវមានពេលហើយណាមួយខ្ញុំតែគិតថាទូរស័ព្ទនឹងថតទៅវាអត់ it's not good enough អញ្ចឹងណាចេះចង់បានកាមេរ៉ាមួយអញ្ចឹងតែឥឡូវទិញមួយដើម្បីកុំឲ្យខ្លួនឯងមានលេសអត់ធ្វើវីដេអូទៀតអញ្ចឹងខ្ញុំចង់ធ្វើជាវីដេអូ YouTube ពី lifestyle ឬក៏ពីរបស់របរដែលខ្ញុំប្រើប្រាស់ពីអីអញ្ចឹងទៅចែកម្លែកទៅកាន់អ្នកនរគ្នាហើយណាមួយក៏ខ្ញុំចង់ improve skill របស់ខ្ញុំជាមួយនឹង photography ហើយនឹង film making ព្រោះខ្ញុំចូលចិត្តថតអីបែបរបៀប film ឬក៏ aesthetic អីអញ្ចឹងណាអញ្ចឹងទៅប្រហែលជាកាមេរ៉ាមួយនេះអាចជួយខ្ញុំបានហើយខ្ញុំឃើញវីដេអូគេ review គេ unboxing អានេះអីនិយាយទៅខ្ញុំខ្វះកចង់បានយកហ្មងហើយទីបំផុតថ្ងៃហ្នឹងគឺខ្ញុំមានវានៅដៃហើយបើសួរថាហេតុអីបើខ្ញុំជ្រើសរើសយកកាមេរ៉ាមួយហ្នឹងគឺដោយសារតែទីមួយវាទូចយើងសំណុកកាន់ vlog ឬក៏យើងដាក់តាមខ្លួនអញ្ចឹងណាហើយអានេះវាអាចដោះដូរ lens បានអញ្ចឹងថ្ងៃក្រោយយើងអាច upgrade បានហើយមួយទៀតគឺវាមានអាមុខងារ smooth អញ្ចឹងយើងមុខអាក្រក់អីចឹងយើងអាចដាក់អាមុខងារ smooth ហ្នឹងទៅហើយយើងថតvlog ហ្នឹងទៅវាឃើញមុខយើងស្អាតអញ្ចឹងទៅហើយវា 4K ទៀតហើយអីដែលសំខាន់គឺខ្ញុំឃើញកាមេរ៉ានេះវាទៅចេញឆ្នាំប្រហែលនេះដូចជា2023 2024 something ខ្ញុំអត់ដឹងទេតែដឹងថាវាទៅចេញទេហើយអានេះតម្លៃវាធូរដែរអញ្ចឹងវាអត់ដល់1000ទេអញ្ចឹងយកមកគឺវាជាការវិនិយោគមួយដែលយើងសម្រាប់ beginner អញ្ចឹងណាសម្រាប់យើង start ធ្វើដំបូងអញ្ចឹងយើងកុំទាន់ទិញថ្លៃពេកទិញមុំប្រើហ្នឹងទៅហើយខ្ញុំគិតថាវាគឺជាការវិនិយោគមួយដ៏ធំរបស់ខ្ញុំហ្មងតែនេះសម្រាប់គេខ្ញុំអត់ដឹងទេតែសម្រាប់ខ្ញុំអស់លុយពីខ្លួនហ្មងនិយាយមែនខ្ញុំទិញមួយគ្រឿងនេះហើយខ្ញុំបានតេស្តវារយៈពេល1ថ្ងៃ2ថ្ងៃនេះខ្ញុំថតរូបស្លឹកខ្ញុំថតវីដេអូមានសលេងមានអីចឹងណាហើយកន្លែងដែលល្ងិតកន្លែងដែលភ្លឺខ្ញុំប្រើសាកវាអស់ហើយខ្ញុំមើលទៅ quality គឺខ្ញុំស្រឡាញ់ខ្ញុំទទួលយកបានហ្មងតម្លៃប៉ុណ្ណឹងហើយសម្រាប់យើងយកមក vlog មកអីទៀតខ្ញុំគិតថាវានឹងជួយខ្ញុំបានច្រើននៅពេលដែលខ្ញុំធ្វើវីដេអូនៅក្នុង YouTube អញ្ចឹងណាហើយមួយទៀតអីដែលមុខងារនេះខ្ញុំមិនសូវប្រើតែប៉ុន្តែខ្ញុំគិតថាវាល្អមុខងារហ្នឹងដូចជាគេមានឲ្យយើង live stream ទៀតយើងគាត់ដោត USB-C ចូលទៅក្នុងនេះហើយយើងដោតចូលមួយ laptop របស់យើងទៅយើងអាច live stream បានប្រើកាមេរ៉ាហ្នឹងធ្វើជា webcam ហ្មងអាហ្នឹងក៏លយប៉ុន្តែប្រហែលខ្ញុំអត់សូវប្រើទេមុខងារហ្នឹងប៉ុន្តែគាត់ថាវាមានដែរអញ្ចឹងវាលយដែរអញ្ចឹងណានិយាយទៅកាមេរ៉ាមួយគ្រឿងនេះមុនខ្ញុំទិញខ្ញុំ research មើល YouTuber មើលគេនិយាយក្នុង TikTok អីអញ្ចឹងគេ review ច្រើនមែនតើ compare មួយអា model នេះ model នោះមកតែខ្ញុំសម្រេចចិត្តថាអូខេខ្ញុំយក ZV-E10 មួយហ្នឹងឲ្យតម្លៃដែលវានៅក្នុង budget range របស់ខ្ញុំហើយវាគឺជាអីខ្ញុំត្រូវការអានេះស្ទើរតែមួយយ៉ាងទេខ្ញុំអត់ចូលចិត្តគឺអត់មាន flash ដោយសារតែពេលខ្លះយើងថតរូបថតអីបើអត់មាន flash ពេលយប់វាពិបាកតែយើងអាចទិញយកមកដាក់នៅខាងក្រៅបានអញ្ចឹងខ្ញុំគិតថាវាអត់ជាបញ្ហាសម្រាប់ខ្ញុំទេហើយណាមួយខ្ញុំអត់សូវថតរូបពេលយប់ផងអញ្ចឹងប្រហែលជាវាមិនមែនជាបញ្ហាចោលទេឥឡូវហ្នឹងបើថ្ងៃក្រោយយើងថតយើងទិញ flash យកមកដាក់អញ្ចឹងទៅហើយបើអ្នកនរកំពុងមើលវីដេអូហ្នឹងនេះគឺជាសញ្ញាសម្រាប់អ្នកនរគ្នាធ្វើអីដែលខ្លួនឯងចង់ធ្វើឲ្យហើយទៅកុំចាំស្អែកបង្កើត content បង្កើតអីរៀបចំរបស់ឲ្យធ្វើឲ្យហើយទៅហ្នឹងជាសញ្ញាសម្រាប់អ្នកនរគ្នាឲ្យកុំចាំដល់ស្អែកទៀតវាអញ្ចឹងលេសរាប់ឆ្នាំរបស់ខ្ញុំដែលខ្ញុំថាខ្ញុំចង់មានកាមេរ៉ាដើម្បីធ្វើ YouTube អីហ្នឹងឥឡូវគឺខ្ញុំលែងប្រើលេសហ្នឹងទៀតបានហើយខ្ញុំត្រូវលេសថ្មីហើយអញ្ចឹងចាប់ពីថ្ងៃនេះទៅប្រហែលជាខ្ញុំអាចនឹងidea ដើម្បីបង្កើតជា content នៅលើ YouTube ជាលក្ខណៈផ្ទាល់ខ្លួនរបស់ខ្ញុំអញ្ចឹងបើសិនអ្នកនរគ្នាចូលចិត្ត complete subscribe ហើយ like វីដេអូមួយហ្នឹងផងបើសិនជា Facebook ជួយ follow ផង
hay bà sân thì xua thanh nhóm ha tinh camera đi phở ăn màn ngày nắng hói mình làm slide khỏi ót nhưng cơ tha ót slide khỏi thì ta lại về pon nắng phèm mùi gói nhưng cơ tha vì ót mình slide khỏi thì của tha nhóm mơ khơi tha camera này vì miềnสมรรถ ភាព ខ្លាំង hay វានឹងជួយការងារខ្ញុំច្រើនមែនតើថ្ងៃខាងមុខអញ្ចឹងទៅខ្ញុំរំពឹងច្រើនពីវាហើយប្រហែលជាខ្ញុំនឹងប្រើប្រាស់វាច្រើនហើយវាក៏ជួយខ្ញុំឲ្យខ្ញុំរៀនបាន skill ថ្មីច្រើនពីកាមេរ៉ាដែរព្រោះថានេះគឺជាកាមេរ៉ាទី1របស់ខ្ញុំអត់ដែលមាន experience ជាមួយនឹងកាមេរ៉ាច្រើនទេនិយាយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់អីអាច comment នៅខាងក្រោមបានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ